បានហើយជួបពិភាក្សាចំពោះរឿងទាំងអស់នេះទៅហើយប្រញាប់ធ្វើដំណើរឲ្យបានលឿនពីព្រោះយើងត្រូវតែទៅដល់ជម្រាលភ្នំព្រះអាទិត្យលិចឲ្យបានមុនក្រុមរបស់ Fisigai សត្វធាមពិសិដ្ឋមួយក្បាលនោះត្រូវតែជារបស់ពួកយើងកាត់មកមើល Hansen វិញនៅពេលដែលគាត់បានមកដល់បន្ទប់វិញគាត់បានដាក់ខុបពធចូលទៅក្នុងទ្រុងនិងបានយកគ្រីស្តាល់ខ្មៅទៅឲ្យវាស៊ីហើយគាត់ក៏បានសម្រាកកន្លងផុតរយៈពេលមួយថ្ងៃគាត់បានមើលឃើញថាសត្វមួយនេះហាក់ដូចជាមិនសូវប្រែប្រួលនោះទេដែលមានតែរោមក្រចកនិងធ្មេញតែប៉ុណ្ណោះដែលហាក់បីដូចជាវែងជាងមុនបន្តិចគាត់បានគិតថាវាដូចជាការប៉ាន់ស្មានរបស់គាត់អញ្ចឹងការវិវត្តពីមួយលំដាប់ទៅមួយលំដាប់គឺពិតជាត្រូវការរយៈពេលខុសគ្នាហើយការវិវត្តពីលំដាប់កាន់តែខ្ពស់វានឹងត្រូវការពេលវេលាកាន់តែយូរផងដែរគាត់បានរងចាំរយៈពេល3ថ្ងៃទៀតនិងបានដឹងថាវាពិតជាមិនអាចរួចរាល់នៅក្នុងពេលឆាប់ៗនោះទេហេតុនេះគាត់គិតថាគាត់ត្រូវតែចេញទៅប្រមាញ់ម្ដងទៀតដោយមិនត្រូវទុកពេលវេលាឲ្យទំនេរចាស់បែបនេះនោះទេជាការពិតតាំងតែពី Hansen បានទទួលគ្រីស្តាល់ខ្មៅគាត់បានតាំងចិត្តហើយថាគាត់នឹងបញ្ចប់ការវិវត្តលើកទី1នេះដោយប្រើបន្ទុកចំណូលសែនជាពិសិដ្ឋប៉ុន្តែមនុស្សម្នាក់នៅពេលដែលទទួលបានបន្ទុកសែនផ្សេងៗកាន់តែច្រើនក៏វាកាន់តែធ្វើឲ្យរាងកាយមាំមួននិងសមត្ថភាពផ្សេងៗទៀតក៏កាន់តែល្អប្រសើរផងដែរបែបនេះហើយទើប Hansen គិតថាគាត់នឹងផ្ដោតទៅលើការប្រមូលបន្ទុកទាំង3ប្រភេទជាមុនសិនមុននឹងគាត់ផ្ដោតទៅលើការប្រមូលបន្ទុកជាពិសិដ្ឋនៅពេលក្រោយដោយសារតែបន្ទុកចំណូលជាពិសិដ្ឋគឺពិតជាមិនងាយរកបាននោះទេចំពោះមេក្រុមក្មេងទំនើងទាំង3បានស្នាក់នៅជំរុំពាក្យដែកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយពួកគេនៅតែមិនទាន់អាចសម្រេចវាបាននៅឡើយផងនៅពេលចេញមកដល់ខាងក្រៅជំរុំនៅថ្ងៃនេះពិតជាមានភាពស្ងប់ស្ងាត់ណាស់ហើយវាពិតជាមានរឿងអ្វីមួយកំពុងកើតឡើងហើយ Hansen បានព្យាយាមមើលស្ថានភាពដើម្បីស៊ើបអំពីវាហើយគាត់បានដឹងថាមានរឿងបានកើតឡើងពិតមែនដោយសារតែមនុស្សម្នាបានជជែកអំពីវាកាលពីប៉ុន្មានថ្ងៃមកនេះក្រុមក្មេងទំនើងបានប្រមាញ់សត្វឈាមពិសិដ្ឋមួយក្បាលនៅឯជម្រាលភ្នំព្រះអាទិត្យលិចហើយមកទល់ពេលនេះគឺមិនទាន់បានបញ្ចប់នៅឡើយទេលើថាពិតជាមានមនុស្សមួយចំនួនបានស្លាប់ផងដែរត្រូវហើយសត្វមួយនោះពិតជាសាហាវខ្លាំងណាស់នៅក្នុងថ្ងៃនេះក្រុមពួកគេទាំង3ពិតជាបានសហការគ្នាហើយក្រុមតូចៗជាច្រើនក៏បានចូលរួមផងដែរពិតជាមានការប្រមាញ់ត្រង់ជេរធំមួយបានកើតឡើងហើយនៅពេលនេះមើលទៅពួកគេតាំងចិត្តថានឹងសម្លាប់វាឲ្យបានហើយមើលទៅនៅពេលដែលដឹងរឿងគ្រប់យ៉ាង Hansen បានទៅទីនោះភ្លាមអស់រយៈពេលជាច្រើនម៉ោងនៃការធ្វើដំណើរនៅទីបំផុតគាត់បានមកដល់ភ្នំមួយដែលនៅជិតកន្លែងកាត់ហេតុគាត់បានឡើងទៅលើភ្នំហើយពិតជាបានឃើញថាមានការប្រមាញ់មួយកំពុងតែធ្វើឡើងគាត់បានឃើញសត្វដ៏ខ្លាំងក្លាមួយកំពុងតែត្រូវបានឡោមព័ទ្ធដោយក្រុមមនុស្សរាប់មិនអស់នៅក្នុងចំណោមនោះពិតជាមានមេក្រុមក្មេងទំនើងទាំង3ផងដែរប៉ុន្តែមិនថាជាបត្រាឋានសួគ៌ឬក៏ឈិនស៊ូអែនឬក៏ Fisigai នៅឡើយមិនមាននរណាម្នាក់ហ៊ានប្រយុទ្ធតដោយផ្ទាល់ជាមួយនឹងវានោះទេបើទោះបីជារងការវាយប្រហារដោយអាវុធគ្រប់ប្រភេទទាំងអាវុធផលិតដោយមនុស្សនិងអាវុធប្រភេទព្រលឹងសត្វក៏ដោយក៏វាពិតជាមិនបានកើតអ្វីនៅឡើយមើលទៅសត្វមួយនេះពិតជាខ្លាំងក្លាមែនតើហើយមើលទៅវាក៏មានអំណាចខ្លាំងណាស់ដែររូបរាងរបស់វាពិតជាចម្លែកវាមានក្បាលជាសត្វគោខ្លួនខាងលើគឺជាមនុស្សនិងខ្លួនខាងក្រោមគឺជាសត្វសេះហើយនៅក្នុងដៃរបស់វាបានកាន់នៅពូថៅមួយដែលមានឈ្មោះថាពូថៅមេឃាមានពណ៌មាសនិងមានមុខពីរផងដែរវាត្រូវបានគេហៅថា Bloody Slayer ឬក៏ឃាតករបង្ហូរឈាមដោយសារតែទទួលរងការប្រមាញ់ជាទ្រង់ទ្រាយធំហេតុនេះហើយទើបវាត្រូវបានឡោមព័ទ្ធបែបនេះប៉ុន្តែទោះបីជាដូច្នោះក៏ដោយវានៅតែកាន់ពូថៅមាសប្រយុទ្ធក្រវីចុះឡើងយ៉ាងអង្អាចហើយជាការពិតមនុស្សជាច្រើនពិតជាត្រូវបានវាសម្លាប់នៅពេលនោះវាក៏បានសម្រុកចេញនិងបានប្រឈមមុខជាមួយបត្រាឋានសួគ៌ផងដែរបើទោះបីជាដាវក្រហមឈាមដ៏ធំរបស់គាត់ក៏គាត់នៅតែត្រូវកិច្ចចុះកិច្ចឡើងនៅលើព្រលឹងសត្វថ្មក្នុងខ្ពស់របស់គាត់ផងដែរ Bloody Slayer មិនអាចវាយប្រហារត្រូវគាត់នោះទេហើយវាបង្វែរការវាយប្រហារទៅលើសត្វថ្មក្នុងខ្ពស់នោះវិញដែលធ្វើឲ្យវាពិតជាបានខូចខាតជាឱកាសដ៏ល្អវាក៏ឆ្លៀតឱកាសនៅក្នុងការគេចខ្លួនបាត់ទៅវាបានធ្វើដំណើរដោយល្បឿនយ៉ាងលឿនហើយក្រុមមនុស្សទាំងនោះពិតជាមិនអាចតាមទាន់វាបានទៀតនោះទេសត្វនោះបានរត់ទៅចម្ងាយឆ្ងាយល្មមហើយវាបានងាកមកមើលក្រុមមនុស្សទាំងអស់នោះវិញជាលើកចុងក្រោយផងដែរនៅពេលនេះមនុស្សគ្រប់គ្នាពិតជាអស់សង្ឃឹមនៅក្នុងការទទួលបានវាប៉ុន្តែភ្លាមនោះបត្រាឋានសួគ៌បាននិយាយឡើងយ៉ាងកាចសាហាវថាឯងហ៊ានសម្លាប់ព្រលឹងសត្វថ្មក្នុងខ្ពស់ដ៏កម្ររបស់យើងហើយឯងគិតថាយើងនឹងអាចបណ្ដោយឲ្យឯងគេចរួចខ្លួនបានអញ្ចឹងឬនៅថ្ងៃនេះឯងត្រូវតែងាប់រំពេចនោះព្រលឹងសត្វដែលមានរាងជាអន្ត្រីមួយបានលេចឡើងហើយបានคล้ายជាធ្នូមួយព្រលឹងសត្វមួយទៀតក៏បានកោះហៅផងដែរដែលវាបានប្រែคล้ายទៅជាព្រួចបានប្រែคล้ายទៅជាក្របព្រួយដ៏ខ្លាំងក្លាមួយផងដែរមនុស្សគ្រប់គ្នាបានមើលយ៉ាងផ្ចាស់ផ្អើលហើយឈិនស៊ូអែនក៏បានស្គាល់យ៉ាងច្បាស់ថាព្រួយនោះគឺជាព្រលឹងសត្វឈាមពិសិដ្ឋមួយដែលបានមកពីសត្វស្វាស្លាប់6ដែលពួកគេធ្លាប់បានប្រមាញ់រួមគ្នាហើយបត្រាឋានសួគ៌គឺជាអ្នកវាយប្រហារចុងក្រោយមិននឹកស្មានថានៅពេលនោះគាត់ទទួលបានព្រលឹងសត្វនោះទេ
ធ្នូនិងព្រួញបានតម្រង់គោលដៅប៉ុន្តែភ្លាមនោះល័ធានយ៉ាងក៏បាននិយាយហាមឃាត់ផងដែរកុំប្រើវាអីនេះគឺជាព្រលឹងសត្វដែលអាចប្រើបានតែម្ដងទេហើយសត្វនោះបានទៅឆ្ងាយទៅហើយប្រសិនបើមិនជោគជ័យវានឹងក្លាយទៅជាការខាត់បងដ៏ធំមួយប៉ុន្តែទោះជាយ៉ាងណាគ្រាប់ព្រួញដ៏អស្ចារ្យនោះបានហោះតម្រង់ទៅកាន់គោលដៅបាត់ទៅហើយវាពិតជាមានឥទ្ធិពលខ្លាំងណាស់ក្រឡេកមកមើល Bloody Slayer វិញដែលកំពុងតែរត់ឡើងភ្នំវាពិតជាទទួលបានអារម្មណ៍គ្រោះថ្នាក់ភ្លាមប៉ុន្តែនៅពេលដែលវាងាកទៅមើលព្រួញបានមកដល់បាត់ទៅហើយដែលធ្វើឲ្យវាមិនអាចប្រតិកម្មទាន់នោះទេការបុកទង្គិចរវាងព្រួញនិងដើមទ្រូងរបស់សត្វនោះពិតជាខ្លាំងដែលធ្វើឲ្យវាបែកសាច់បែកឈាមដួលធ្លាក់ពូថៅពីដៃភ្លាមហើយវាពិតជាមិនអាចមានកម្លាំងក្រោករួចបន្តដំណើរទៅមុខទៀតឡើយដែលឃើញបែបនេះមនុស្សគ្រប់គ្នាពិតជាមានការកោតស្ញប់ស្ញែងទៅកាន់បុត្រាឋានសួគ៌យ៉ាងខ្លាំងហើយគេក៏កំពុងឈរយ៉ាងអង់អាចទាំងមានមោទនភាពចំពោះខ្លួនឯងផងដែរប៉ុន្តែភ្លាមអ្វីមួយពិតជាបានកាត់ឡើងដែលធ្វើឲ្យមនុស្សគ្រប់គ្នាងាកទៅកាន់ទិសដៅនៃសត្វមួយនោះហើយពួកគេបានស្រឡាំងកាំងនៅពេលដែលបានដឹងថាមានការវាយប្រហារមួយចេញពីទិសដៅផ្សេងទៀតដែលមានអាវុធមួយហាក់ដូចជាលំពែងបានហោះតម្រង់ទៅបុកចំសត្វនោះនៅត្រង់កន្លែងដែលមានរបួសហើយរឿងនេះបានធ្វើឲ្យសត្វ Bloody Slayer ស្លាប់ភ្លាមបុត្រាឋានសួគ៌បានខឹងយ៉ាងខ្លាំងនៅពេលដែលបានឃើញដូច្នោះហើយពួកគេទាំងអស់គ្នាក៏បានប្រញាប់ធ្វើដំណើរទៅកាន់ទីនោះផងដែរមួយសន្ទុះក្រោយមកពួកគេបានឃើញមនុស្សម្នាក់ដែលមានពាក់អាវក្រមាសរត់មកដល់ទីនោះហើយគេបានព្យាយាមយកពូថៅមួយនោះចាក់ចេញទៅឃើញដូច្នោះមនុស្សគ្រប់គ្នាបានបង្កើនល្បឿននៅក្នុងការដេញតាមជាពិសេសគឺបុត្រានៃឋានសួគ៌ហើយគេថែមទាំងស្រែកជេរដោយកំហឹងក្តៅឆេះឈួលពេញខ្លួនថែមទៀតផងកាន់មកមើលមុននេះបន្តិចវិញ Hansen ពិតជាភ័យខ្លាចនៅពេលដែលឃើញ Bloody Slayer រត់តម្រង់មកកាន់ទិសដៅដែលគាត់កំពុងលាក់ខ្លួនហើយគាត់បានត្រៀមខ្លួនចាក់ចេញពីទីនោះទៅហើយប៉ុន្តែគាត់ពិតជាបានតក់ស្លុតនៅពេលដែលបានឃើញថាវាបានរងនៅការវាយប្រហារពីគ្រាប់ព្រួញដ៏មានអានុភាពមួយហើយវាស្ទើរតែស្លាប់ទៅហើយដែលបានឃើញថាវាជាស្នាដៃរបស់បុត្រាឋានសួគ៌ Hansen មានការផ្ទុកកំហឹងយ៉ាងខ្លាំងនិងចង់សងសឹកភ្លាមគាត់គិតថាគាត់មានពេលគ្រប់គ្រាន់សម្រាប់លួចពូថៅមួយនោះពីព្រោះគាត់ពិតជានៅជិតកន្លែងវាជាងហើយគាត់ក៏ធ្វើដំណើរទៅកាន់វានិងបានកោះហៅប្រលឹងសត្វអាវុធលំបែកអស្ចារ្យរបស់គាត់ផងដែរនៅក្នុងការធ្វើដំណើរគាត់ក៏បានគប់វាទៅកាន់គោលដៅដោយគាត់គ្រាន់តែគិតថាចង់ឲ្យប្រកាសចិត្តថាសត្វនោះនឹងមិនក្របឡើងហើយបង្កគ្រោះថ្នាក់ដល់គាត់តែប៉ុណ្ណោះប៉ុន្តែពេលនោះសម្លេងបានបន្លឺឡើង Bloody Slayer ឈាមពិសិដ្ឋត្រូវបានសម្លាប់ប្រលឹងសត្វមួយត្រូវបានទទួលស៊ីសាច់របស់ Bloody Slayer ដើម្បីទទួលបានពិន្ទុចំណូលឈាមពិសិដ្ឋពី0ទៅ10ដោយចែកដន្យរឿងនេះបានធ្វើឲ្យ Hansen ពិតជាមានភាពរំភើបរីករាយខ្លាំងមែនទែនដោយសារតែវាជាប្រភេទប្រលឹងសត្វឈាមពិសិដ្ឋដែលវាពិតជាកម្រនិងមានតម្លៃជាទីបំផុតនៅពេលដែលធ្វើដំណើរបានមកដល់គាត់បានព្យាយាមយកពូថៅនោះនឹងបានរត់គេចខ្លួនភ្លាមប៉ុន្តែអ្វីគ្រប់យ៉ាងគឺមិនដូចជាការរំពឹងទុករបស់គាត់ទេពីព្រោះតែពូថៅមួយនេះមិនបានស្រាលដូចជាគាត់គិតឡើយក្រឡេកមើលទៅខាងក្រោយគំនឿនៃការដេញតាមកាន់តែចិត្តទៅហើយបើនៅតែបន្តបែបនេះគាត់នឹងត្រូវគេចាប់បានមិនខានឡើយបើទោះជាយ៉ាងណាក៏ដោយគាត់នៅតែមិនចង់បោះបង់ចោលនៅរបស់ដ៏ល្អមួយនេះនោះទេពីព្រោះគាត់បានដឹងថាវាជារបស់ដ៏មានតម្លៃដោយសារតែគាត់បានមើលឃើញពីអានុភាពរបស់វានៅក្នុងការប្រយុទ្ធរបស់ Bloody Slayer គាត់បាននឹកទៅដល់ Bloody Slayer ដែលបានកាន់ពូថៅមួយនេះយ៉ាងអង់អាចហើយវាហាក់បីដូចជាមិនស្គាល់បែបនេះនោះទេហើយគាត់ក៏បាននឹកទៅដល់ប្រលឹងសត្វភ្លាមផងដែរគាត់បានកោះហៅវាមកប្រើហើយភ្លាមនោះក៏បានលេចឡើងនៅរូបរាងសត្វ Bloody Slayer ចេញមកនិងបានហោះបុកទៅកាន់ Hansen ដែលធ្វើឲ្យគាត់ប្រែក្លាយខ្លួនទៅជារូបរាងសត្វ Bloody Slayer នោះភ្លាមឯក្រពើមាសក៏បានសម្រួលរូបរាងទៅតាមរូបរាងនោះផងដែរជាមួយនឹងរូបរាងដ៏អស្ចារ្យគាត់មើលទៅហាក់បីដូចជាមានអំណាចជាងសត្វឈាមពិសិដ្ឋនោះទៅទៀតហើយគាត់ពិតជាមានអារម្មណ៍ថាមានថាមពលជាងមុនហើយពូថៅនោះក៏លែងធ្ងន់ទៀតដែរលើពីនេះគាត់ក៏អាចប្រើប្រាស់ជើង4ដើម្បីធ្វើដំណើរផងដែរគាត់ពិតជាធូរចិត្តយ៉ាងខ្លាំងនិងបានបង្កើនល្បឿនរត់គេចខ្លួនបាត់ទៅប៉ុន្តែគាត់ក៏បានដឹងថាគាត់មិនអាចទ្រាំទ្រជាមួយនឹងការកលាខ្លួននេះបានយូរនោះទេក្រឡេកមកមើលវងមនុស្សពួកគេពិតជាបានដឹងថាបុគ្គលម្នាក់នោះបានទទួលព្រលឹងសត្វដ៏អស្ចារ្យមួយហើយមិនមាននរណាម្នាក់បានដេញតាមបន្តទៀតទេប៉ុន្តែក្រុមរបស់បុត្រានៃឋានសួគ៌ពិតជាបន្តដេញតាមមិនព្រមបបង់នៅឡើយតែគិតអំពីអ្វីដែលកំពុងតែកាត់ឡើងលើកនេះបុត្រានៃឋានសួគ៌ពិតជាបានខាត់បងយ៉ាងធំធេងហើយព្រលឹងសត្វថ្មភ្នំខ្ពស់ដ៏កម្រព្រលឹងសត្វឈាមពិសិដ្ឋគ្រាប់ព្រួញទឹកក៏បានបាត់បង់ហើយឧបករណ៍ពូថៅនិងព្រលឹងសត្វកាឡាខ្លួនBloody Slayer ក៏ត្រូវបានគេលួចបាត់ទៀតរឿងនេះល្មមគ្រប់គ្រាន់នឹងអាចធ្វើឲ្យមនុស្សជាច្រើនប្រែជាឈួតយ៉ាងភ្លាមបានចំណែកឯគេម្នាក់នោះវិញពិតជាមានសំណាងធំណាស់គាត់គ្រាន់តែវាប្រហារចុងក្រោយតែប៉ុណ្ណោះហើយក៏ទទួលបានព្រលឹងសត្វនិងទទួលបានទាំងពូថៅនោះទៀតមនុស្សជាច្រើនក៏បានងើយឆ្ងល់ផងដែរថាគាត់គឺជានរណា
ប៉ុន្តែមិនមាននរណាម្នាក់បានស្គាល់គាត់នៅទេអស់រយៈពេល1ម៉ោងក្រោយមកក្រុមរបស់បត្រាឋានសួគ៌បានត្រឡប់មកវិញជាលទ្ធផលគាត់មិនអាចតាមទាន់ហើយក៏មិនអាចរកឃើញបានដែរពេលនោះគាត់បានទៅរករឿងស៊ូសេឆាវភ្លាមៗហើយមូលហេតុគឺដោយសារតែនៅពេលដែល Hansen បានចេញមកស៊ូសេឆាវបានលន់មកថាតើដុល្លារមែនទេដែលនោះហើយធ្វើឲ្យបត្រាឋានសួគ៌យល់ថាស៊ូសេឆាវមានទំនាក់ទំនងជាមួយនឹងដុល្លារស៊ូសេឆាវពិតជាភ័យរន្ធត់យ៉ាងខ្លាំងហើយគាត់បានរៀបរាប់នៅរឿងគ្រប់យ៉ាងដែលគាត់បានជួបជាមួយនឹង Hansen ប៉ុន្តែបត្រាឋានសួគ៌មិនបានជឿគេនោះទេហើយគាត់ថែមទាំងចង់សម្លាប់គេទៀតផងសំណាងហើយដែលគាត់ពិតជានៅក្នុងក្រុមរបស់ឈិនស៊ូអានដែលបត្រាឋានសួគ៌មិនហ៊ានធ្វើអ្វីនោះទេបានមិនអាចធ្វើអ្វីបន្តទៀតបានពួកគេមានតែត្រឡប់ទៅកាន់ជំរំវិញតែប៉ុណ្ណោះប៉ុន្តែបត្រាឋានសួគ៌ពិតជាបានចេញបញ្ជាឲ្យបិទច្រកចេញចូលនិងបានពិនិត្យរាល់អ្នកចេញចូលទាំងអស់ដើម្បីធានាថាគាត់អាចរកឃើញនៅបុគ្គលម្នាក់នោះគាត់ពិតជាចង់សម្លាប់គេយ៉ាងខ្លាំងនៅពេលនេះ